Susdai Som swakum tu akhlia Som swakum Amerik Lamang Canada Barang Australia Campuchia mong đọc hay Campuchia đọc chiêng ấy học bài nấu chôn mông hay đắng dạng chôn mông hay đắng ba Susdai trong tâm crowd đấy Susdai Đi chơi Campuchia siang sa akra thô Cầm lăng to su bạ đi vắt Chân lọt mật cà pơ nâng mật khá Cọc nâng khá Cho chọ nâng cần trống Lộp này anh trên là ná Xong kriêm bà lai bùi xa khmái Lê bì xe Tì hà sập bấy Lê bì xe Tì hà sập bấy Sau đây ông Pi Bật đất Ếch ở đâm Môn trây Trung niên sáng Nâng prom đàn khol Bật đất ếch ở đâm Môn trây trung niên sáng Nâng prom đàn khol Ní đôi bạn sẽ đọc clip Thành tối Khơi thà Cô ơi chập ở rầm Profete tôn nâng Bật tế chiết mê tập phùm Rồi bỏ Dơn từng ọc nè Và dương chưa không ai từng ọc nè Chân Nâng chùm riêng chún Đã khẳng mục Clip nốt Sẽ đây ẩm bì ấy Tí bí Yang mơ ta cây prom pring Paris Yang nâng khơi khẳng krop Mình bạ chăm mơ ta ra khẳng khăn đây Yang mơ ta khẳng krop Thả đâm nó Srai nè vô bài Rùa muối Nấy chung lúc Campuchia Anh ấy dân mơ ta khẳng krop Mình tên mơ ta khẳng khăn của màn tệ Dân mơ ta khẳng krop Dân khơi thả đâm nó Đó srai nè vô bài rùa muối Nấy chung lúc Campuchia Chẳng Vì cả tao chỉ chồng ngọt thà Tí bấy Ta Campuchia miền Pành Hạ ấy Cả chỉ chồng ngọt Ta Campuchia miền Pành Hạ ấy Chloch khní rừng ấy Hai cái cầm bông đỏ sai Cái cầm bông chơi khní bì rừng ấy Chẳng đó Chứ chọn đăng chân Hết Paul Ta Campuchia miền Pành Hạ ấy Cầm bông chloch khní rừng ấy Nói tí bầy Tí buôn Chlai thà Pành Hạ Campuchia Chlai thà Pành Hạ Campuchia Bọt tế chliên biển khmai Chlai thà Pành Hạ Campuchia Miền bọt tế chliên biển khmai Các tới chìa rương khmai Bạt bóng bồ rạ phiếp được đầy Tí buồn Pành Hạ Campuchia cứ bọt tế chliên biển khmai Thưa ỏi khmai Bạt bóng bồ rạ phiếp được đầy Đi chìa Cô ca Ní chìa hạt Paul Chị sẽ đánh Đại khmai ban nâng cầm phùng từ tuôn Một đòi sập thằng này Tí pram Chẳng chừng mờ
បញ្ហាគឺបញ្ហាបរទេសឆ្លៀនពៀនខ្មែរបាត់បង់បូរណភាពទឹកដីអញ្ចឹងคลิปនេះគឺនិយាយពីយ៉ាងម៉េចគឺនិយាយពីស្អីខ្ញុំមិនតបតឬចំពោះឬតបតចំពោះឯកឧត្តមបណ្ឌិតអ្នកជំនាញការអីទេព្រោះវាហួសពីសមត្ថភាពខ្ញុំវាមិនដល់ថ្នាក់នោះទេតែខ្ញុំគិតតែចពុចយកចំណុចសំខាន់នៃការដេញដោលស៊ូពិភាក្សាអីហ្នឹងយកមកធ្វើជាមេរៀនប្រាប់អ្នកក្រោយត្រង់លោកអ្នកបកស្រាយទៅយ៉ាងណាមិនហាមទេអញ្ចឹងតាមសប្បាយចុះព្រោះបើហាមក៏មិនបានដែរខ្ញុំគ្មានសមត្ថភាពដល់ហាមឯកឧត្តមបណ្ឌិតអីនោះទេអត់ទេបើយ៉ាងក្មួយកូនក្មួយប្អូននិងកូនក្មួយបើជួបព្រឹត្តិការណ៍បើជួបសភាពការអញ្ចឹងក្មួយត្រូវដោះស្រាយយ៉ាងម៉េចអានឹងតែប៉ុណ្្នឹងទេដូចនាងចាប់កាក់ខ្មៅអញ្ចឹងណាគឺប្រាប់វិធីដោះស្រាយរកវិធីដោះស្រាយអញ្ចឹងយើងមើលអង្គប្រជុំប្រយោលក៏មិនដឹងបែបប្រយោលទេយ៉ាងព្រោះគេចេះរបែក Zoom ឬក៏មិនខ្ញុំមិនចេះតែមិនថាសមត្ថភាពវាមិនដល់ដល់ថាវាបច្ចេកទេសវាអន់វាមិនមានបើវាមានតែការពិតតែប៉ុណ្ណឹងឬបច្ចេកទេសអីមិនទៅទៀតមិនចេះទេអញ្ចឹងគេពិភាក្សាគ្នាគេសួរដេញដោលគ្នាពីរឿងអីក្នុងនោះឮលោកប្អូនឬក្មួយសុកទួយនិយាយថាលោកសំអានទៅយកផែនទីពីការិយាល័យសភាអាមេរិកហើយនឹងផែនទីនៅ UN 20ប្រមាណនោះខុសលោកសំអានថាបាន20ប្រមាណទេ3ហ៎ហើយលោកសុកទួយថាមិនមែន23ទេ26ខុស26បានត្រូវ23អត់ត្រូវទេហើយមានពាក្យដតីទៀតចោតប្រកាន់យ៉ាងតាមតែការចោតប្រកាន់ទៅជាប្រការផ្សេងលើសពីនឹងទៅទៀតហើយចោតយ៉ាងម៉េចទៅទៀតក៏ចោតចោះប៉ុន្តែយើងមើលទី5ចំណែកទី6លោកសំអានក៏បានតបទៅវិញថាមិនខុសទេព្រោះផែនទីហ្នឹងសម្ដេចតាយកទៅដាក់ឬក៏ផែនទីពីឆ្នាំ54សន្និសិទសឺណែវក៏គេសម្រេចត្រឹមត្រូវហើយក្រៅពីនោះលោកសំអានក៏មានប្រសាសន៍ថាឆ្នាំ85កម្ពុជាអត់មានកៅអីនៅអង្គការសហប្រជាជាតិទេនេះខ្ញុំសង្ខេបណាសម័យខ្លួនអាចដឹងដោយខ្លួនឯងនេះទី5ទី6ចឹងយើងឃើញថាទី5ទី4និងទី5បាទទី5និងទី6ទី5លោកសុកទួយថាលោកសំអានខុសទី6លោកសុកទួយថាអត់ខុសទេចំណែកលោកនេះចរិយាថាអត់ត្រូវអត់ខុសយ៉ាអានឹងគំនិតណាគំនិតយោបល់ណាគំនិតយោបល់មិនធម្មតាទេវាខុសត្រូវវាអាចខុសវាអាចត្រូវប៉ុន្តែទី5និងទី6ទី5ថាខុសទី6ថាអត់ខុសហើយលោក
នេះចរិយាថាមិនខុសមិនត្រូវហ្នឹងក៏តែតាមដំណើរចឹងទៅប៉ុន្តែទី8វិញឲ្យទី7លោកនេះចរិយាថាអត់ត្រូវអត់ខុសហើយដល់ទៅទី8វិញដល់ទី8វិញថាការពារមានមួយជ្រុងមួយទៀតនោះការពាររដ្ឋធម្មនុញ្ញទី6លោកអ៊ុំសំអានថានាំគ្នាការពារបូរណភាពទឹកដីចំណែកឯទី8មួយជ្រុងទៀតនោះថាការពាររដ្ឋធម្មនុញ្ញណាយ៉ាងអញ្ចឹងមួយការពារបូរណភាពទឹកដីមួយការពាររដ្ឋធម្មនុញ្ញអញ្ចឹងអ្នកពីរនាក់នេះការពារខុសគ្នាមួយការពារបូរណភាពទឹកដីមួយការពាររដ្ឋធម្មនុញ្ញប្រមាណសន្លឹកដែលសរសេរពី93នោះអញ្ចឹងណាយើងឃើញទស្សនៈណាក្មួយយើងឃើញទស្សនៈនោះវាខ្វែងគ្នាអញ្ចឹងសំណួររបស់យើងចង់ដឹងថានេះក្មួយស្ដាប់បញ្ហាហើយត្រូវរើសបើកអាចចម្ងល់មួយទៀតត្រូវបង្កើតចម្ងល់មួយទៀតយើងស្ដាប់ទាំង4ជ្រុងហើយមិនណាទាំង4ជ្រុងហើយតាំងពី5 6 7 8 4ជ្រុង5 6 7 8 5ថាអ៊ុំសំអានសុកទួយថាអ៊ុំសំអានខុសទី6អ៊ុំសំអានថាអត់ខុសទេការពារបូរណភាពទឹកដីហើយថាឆ្នាំ85កម្ពុជាអត់មានកៅអីនៅអង្គការសហប្រជាជាតិទេទី6ហើយទី7លោកនីចរិយាថាมันខុសមិនត្រូវចំណែកឯទី8មួយជ្រុងទៀតតំណងជារាជរដ្ឋាភិបាលហើយតាមមើលរាជរដ្ឋាភិបាលថាការពាររដ្ឋធម្មនុញ្ញអញ្ចឹងឲ្យបាត់អីបាត់ទៅឲ្យតែការពារតែរដ្ឋធម្មនុញ្ញតែប៉ុណ្្នឹងអញ្ចឹងយើងក៏ជាចម្ងល់ទី9យើងឆ្ងល់ថាតើយើងបានណាយើងបានភាពស្មុគស្មាញណាយើងបានភាពស្មុគស្មាញហើយអញ្ចឹងយើងបង្កើតជាចម្ងល់មួយទៀតដើម្បីរកច្រកចេញបើស្ដាប់តែប៉ុណ្ណឹងអត់ចេញតាណារួចទេអត់ចេញតាណារួចទេថាខុសត្រូវមួយថាអត់ខុសមួយថាខុសមួយថាមិនខុសមិនត្រូវមួយថាការពាររដ្ឋធម្មនុញ្ញមួយថាការពារបូរណភាពទឹកដីអញ្ចឹងអត់តាណារួចទេណាតែនឹងឯងអញ្ចឹងយើងត្រូវបង្កើតសំណួរមួយទៀតអានេះដូចយើងធ្វើអញ្ចឹងណាខ្ញុំនិយាយលេងទេឲ្យក្មួយយល់ឧទាហរណ៍ថាឧទាហរណ៍គេឲ្យគូចេះគេឲ្យគូរូបចេះដោយស្រមសម្បត្តិបិទទេណាឲ្យគូរូបអញ្ចឹងដោយមិនឲ្យដកដៃហើយមិនឲ្យជន់គ្នាគេឲ្យយើងគូឲ្យកើតរូបអញ្ចឹងដោយមិនឲ្យដកដៃហើយកុំឲ្យជន់លើបន្ទាត់ដែលគូហើយដកដៃក៏មិនឲ្យដកគូជន់លើបន្ទាត់ដែលគូហើយក៏មិនឲ្យគូអញ្ចឹងយើងគូយ៉ាងមិនកើតយើងគូយ៉ាងម៉េចឲ្យកើតរបៀបហ្នឹងឆ្លើយថាអត់កើតទេគូអត់កើតទេបើគូមិនកើតទេគូរបៀបមិញហ្នឹងមិនកើតទេចឹងយើងត្រូវរកវិធីណាគូឲ្យកើតតាមរូបទី1នេះគូរបៀបនេះគូយ៉ាងម៉េចក៏អត់កើតដែរព្រោះគេហាម2យ៉ាង1កុំឲ្យដកដៃទី2កុំឲ្យគូជន់បន្ទាត់ដែលគូហើយអញ្ចឹងគូពីណាទៅណាមួយជន់ដដែលគូពីណាទៅណាមួយជន់ដដែលអញ្ចឹងគូអត់កើតទេបើគូមិនកើតទេមើលរូបទី2ត្រូវបង្កើតអានេះមួយទៀតបានគូបាន
กูเต้าอัดจวนเดให้มันบะดอกใดเดนี่เราประกาศอัตเลนโดยสมบัติบางจังเรากลัวนังมวยเตี้ยนบ้านว่าอัดจวนคเนียกูเต้าเคยไงอัดจวนคเนียเต้ให้อัดประบะดอกใดเต้โดยยังกลัวนี่เวียงก็มอยวิจารณ์เนี่ยหนึ่งจังจะกูเกิดกูรูปที่มวยนี่กูมันเกิดเต้แต่กูรูปที่พี่มันกูเกิดยังน้าmìnhปัญหาใดจะเจอแค่ใบบุญเนี่ยนึงใบบุญจรงนึงบางมันปังกาสมนูทำไมบางมันปังกาสมนูทำไมโดยจะนิเตเราใช้อัดใจเนี่ยเราประมาณ100 ឆ្នាំที่ก่อนเนี่ยโปรวิดสดนั่นนะวัฒนารู้จ้ะกันนึกว่าสดนั่นนะไปจังยังเตอปังกาสมนูมวยทำไมสุดท้ายแต่ออกเนี่ยพร้อมโยก PPA មកធ្វើជាគោលមូលដ្ឋានសម្រាប់ដោះស្រាយឬទេព្រោះនិយាយមិនហ្នឹងគឺអត់មានតាក់ទងនឹងកិច្ចព្រមព្រៀងប៉ារីសអត់សោះគេនិយាយតាមតែរៀងខ្លួនទៅអត់មានយកកិច្ចព្រមព្រៀងប៉ារីសមកនិយាយប៉ះមកនិយាយសូម្បីតែបន្តិចក៏អត់ដែរបើចឹងយើងទាញមកវិញយើងសួរថាតើទាំងអស់គ្នានេះដែលជជែកគ្នាដែលនិយាយគ្នានេះព្រមយកកិច្ចព្រមព្រៀងប៉ារីសមកដោះស្រាយទេនេះមួយសួរអញ្ចឹងសួរដើម្បីរួចច្រកចេញពីព្រោះបើតាមតែនិយាយនោះមិននឹងចេញទៅណាទេនៅតែក្នុងមុងទល់នោះអីអត់ទៅណារួចទេប្រជុំគ្នាប្រហែលនិយាយគ្នាប្រហែលដងទៀតក៏អត់ដែរម្យ៉ាងឆ្ងាយគ្នាទៀតយ៉ាងសួរថាព្រមយកកិច្ចព្រមព្រៀងប៉ារីសមកធ្វើជាគោលមូលដ្ឋានដោះស្រាយទេសួរអញ្ចឹងបើឆ្លើយថាអត់យកទេអូខេអញ្ជើញដោះស្រាយទៀតចុះយើងអត់ហាមឃាត់ទេអញ្ជើញទៅដោះស្រាយទៀតទៅអានេះរបៀបដឹកនៅជើងឲ្យហៅឆ្កែណាដឹកនៅជើងឲ្យមិនព្រមចាប់មិនព្រមអីណាឲ្យចាំហៅឆ្កែណាទៀតអានេះរបៀបអញ្ចឹងសួរថាព្រមយកកិច្ចព្រមព្រៀងប៉ារីសមកដោះស្រាយទេឬក៏ម្យ៉ាងទៀតថាព្រមដោះស្រាយតាមកិច្ចព្រមព្រៀងប៉ារីសទេបើព្រមអូខេព្រមតែបើអត់ព្រមអញ្ជើញទៅទៀតដល់ជែកគ្នាទៀតដល់អញ្ជើញទៅជែកគ្នាទៀតដល់ដែលអាយខ្ញុំបានចេះសន្ធឹកមកយកពួកព្រឹកជាងដែលអាយខ្ញុំបានមកចេះក្រែលជ្រៀងដែលមកយកពួកព្រឹកចេះតែជ្រៀងទៅចេះតែជន្ទាលដាក់គ្នាទៅមកខាងបណ្ឌិតមកខាងអីឧត្តមមកខាងមន្ត្រីចេះតែពឺទៅមកខាងរាជរដ្ឋាភិបាលដល់ឧត្តមដល់ខ្ពស់នឹងអញ្ជើញទៅទៀតចុះប៉ុន្តែបើថាយកតាមកិច្ចព្រមព្រៀងប៉ារីសអានេះចំពោះតែថាយកតាមទេណាគេមិនយកតាមគេមិនទាំងនិយាយប៉ះគេមិនទាំងនឹកឃើញផងឲ្យគេទៅចុះប៉ុន្តែចំពោះចម្លើយក្មួយណាដែលថាយកកិច្ចព្រមព្រៀងប៉ារីសមកដោះស្រាយព្រោះរឿងនេះវារឿងតាក់ទងនឹងរឿងថៃរឿងអីព្រំដែនអីញ៉ៃហ្នឹងបានវាចេញរឿងអស់នឹងឡើងអញ្ចឹងបើយើងថាព្រមធ្វើតាមកិច្ចព្រមព្រៀងប៉ារីសយើងត្រូវដោះស្រាយយ៉ាងម៉េចអញ្ចឹងមើលកិច្ចព្រមព្រៀងប៉ារីសគេថាម៉េចមើលតែក្របទៅដឹងហើយដំណោះស្រស់ស្រាយនយោបាយរួមមួយនៃជំនួសកម្ពុជាពាក្យនេះបានន័យថាម៉េចបានន័យថារឿងទាំងឡាយទាំងពួងមានចំណុចរួមមួយទៅហើយដោះស្រាយរួចហើយរឿងអីក៏ដោះស្រាយគេថានយោបាយរួមហ្នឹងណារួមនោះប្រែថាទាំងអស់បញ្ហាទាំងឡាយទាំងពួងនៅលើកម្ពុជារឿងទាំងអស់គឺដោះស្រាយអស់ហើយ
vẫn nâu tại ăn vật phần năng bắp lâu đỏ sai rồi hơi ăn bao bài trâu cao một tí chơi kia thế cái đó mơ bị ở dưới hay ăn vật tới bị bàn hơi ta phần năng đi lâu vị trí bắp ở hơi nếu bài room phải thà room từng ở rừng từng lai từng phố miền bảo mán một room ở hơi rồi đỏ sai rồi hơi bây giờ thôi tạm tới cái hơi á mà thôi tạm tăng bị ơi mó tôi cầm tay để bạp nhồi nhồi mó nó hơi hay và tay mình prom đỏ mình prom thôi tạm tề bây giờ cái môi bà dân na chè về rừng này về thiện một môi vinh môi trâu đỏ sai tám vô prom đã đỏ sai tám cây prom prim Paris hay dân có khơi làm sao này cây prom prim Paris sập hơi rừng này về rừng ấy đây là dây kia về rừngนี่คือเนี่ยเป็นเรื่องมวยทักกาเปียโบราณเพียบตึกได้มวยทายโยปรุงได้ในโคเตแต่โยปรุงได้ในนอกวิ่งไปจังเวียนเอาใจตรองหน้าในขนมไก่ปรุงเปลี่ยนไปดีนุ่มส้มตุ่มเมื่อตรองโบราณเพียบตึกได้กมบะมือเจริญเนี่ยกระโดดมือเจริญเวียบบ้าเมื่อตรองจำนวนโบราณเพียบตึกใดตึกบานเลยตรองโบราณเพียบตึกใดทำไมกิจโบราณเพียบตึกใดขมายมันอ้ายเนี่ยน่ารำลบบ่มเปลี่ยนบ้านหรือกิจโบราณเพียบตึกใดขมายมันอ้อยเนี่ยน่ารำลบบ่มเปลี่ยนบ้านให้มันต่อติดทาត្រូវមកខៈរលសន្ធិសញ្ញាទាំងឡាយណាដែលប៉ះពាល់ដល់ឯករាជ្យសន្តិភាពអធិបតេយ្យបូរណភាពទឹកដីខ្មែរអីហ្នឹងមកខៈលុបចោលអស់ហើយលុបចោលអស់ហើយបើលុបចោលអស់ហើយខំតែកកាយរោផែនទីអីទៀតកកាយរោផែនទីនៅ UN នៅសហរដ្ឋអាមេរិកទៀតបើគេលុបអស់ហើយហ្នឹងក៏មិនចេះស្ដាប់ទេគេទេនេះមកពីមិនមើលគេនេះ30ឆ្នាំជាងណាថ្នាក់ឯកឧត្តមថ្នាក់មន្ត្រីអត់ទាន់បានមើលទេរឿងហ្នឹងហើយចេះតែដើររាវទៅតាពីបើគេប្រាប់តែគេលុបចោលអស់ហើយតើអសន្ធិសញ្ញាបារាំងសៀមយួន1904លុបហើយសញ្ញានេះគឺសញ្ញាលុបណាដែលថ្ងៃដែលទៅសញ្ញាហ្នឹងណាទៅសញ្ញាលុបណាមិនចេះស្ដាប់ទេហើយបើលុបហើយទៅយកអានឹងមកនិយាយឲ្យបានប្រយោជន៍អីដូច្នេះអាការដែលទៅកកាយផែនទីទៅនេះទៅនោះយកមកអាងវាជាកិនរបៀបពជាពេលឲ្យចោលបានចិត្តបានអំណាចទៅអញ្ចឹងលុបអស់ហើយមិនបាក់យកមកនិយាយទេហើយដែលថាឆ្នាំ85កម្ពុជាអត់មានកៅអីនៅអង្គការសហប្រជាជាតិនិយាយតែពីអត់ចេះឲ្យទៅចេះនេះអត់ចេះឲ្យធ្វើដឹងនេះពងតែនិយាយថ្មីនេះឯងពងតែនិយាយរឿងហ្នឹងឥឡូវចេញរឿងហ្នឹងមកមែនល្ងងឲ្យធ្វើចេះហើយក៏អត់ចេះសោះឲ្យធ្វើដឹងនេះមិនក៏ថាអត់កៅអីកម្ពុជានៅអង្គការសហប្រជាជាតិតាំងពីឆ្នាំ1955ឆ្នាំ76សម្ដេចសីហនុផ្ទេរឲ្យកម្ពុជាប្រជាធិបតេយ្យថ្ងៃ2និយាយចង់រិចក្បាលមីក្រូមិនបើនិយាយទៅតឹងទៅទេអញ្ចឹងបើល្ងងកុំធ្វើចេះយកអារបៀបល្ងើកទៅមកនិយាយប្រាប់គេក្នុងកន្លែងសាធារណៈអញ្ចឹងទៅជាកម្ពុជាអត់មានកៅអីណាពីកាល85ឯណា
បើអត់បើកៅ85អត់មានក៏អីនៅអង្គការសហប្រជាជាតិដែលឆ្នាំ82គេធ្វើរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យកើតគេធ្វើរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យកើតឆ្នាំ82ដោយសារតែកម្ពុជាប្រជាធិបតេយ្យកាន់កៅអីតាំងពី76គ្មានដឹងទាំងអស់ហើយចេះតែមកនិយាយតែពីឈប់និយាយទៅបើមិនបានការអញ្ចឹងមកនិយាយបង្ខូចតែគេអញ្ចឹងបើអត់មានកៅអីនៅអង្គការសហប្រជាជាតិដែលមានកិច្ចព្រមព្រៀងប៉ារីសឆ្នាំ91កើតនិយាយគ្មានដឹងអីលោកសុកទូចក៏ចឹងលោកសុកទូចថាខុសថាសំអាននិយាយខុសហើយប្រាប់អោយសំអានរៀនប្រវត្តិសាស្ត្រថែមទៀតប្រវត្តិសាស្ត្រពីកាលណាមានប្រវត្តិសាស្ត្រណាអោយរៀនពីឆ្នាំ70 75សង្គ្រាមប្រទេសបែកជាពីរលន់នល់ម្ខាងសេនុម្ខាងពី75 79យួនឈ្លានពានរហូត79 91 79 91 75 91និយាយចេះ75 91យួនឈ្លានពានប្រទេសបែកជាពីរម្ខាងអាយ៉ងម្ខាងតស៊ូអញ្ចឹងទៅអញ្ចឹងអត់ទាន់មានឯកភាពជាតិទេបើអត់ទាន់មានឯកភាពជាតិវាក៏អត់ទាន់មានអ្នកប្រវត្តិសាស្ត្រជាតិដែរមានប្រវត្តិសាស្ត្រណារៀនឬក៏មានប្រវត្តិសាស្ត្រក្នុងចន្លោះ79 ចិត្តអីខាងភ្នំពេញសរសេរបើអញ្ចឹងមែនយកជាការអត់បានទេប្រកិច្ចព្រមព្រៀងប៉ារីសមិនអោយបង្កើតរបបចាស់ទេហើយក៏អត់ត្រូវការយកប្រវត្តិសាស្ត្រក្នុងពេលដែលបែកបាក់ខ្ញុំមករៀនដែររៀនវាមិនកើតទេព្រោះវាមិនមែនជាអ្នកប្រវត្តិសាស្ត្រជាតិអញ្ចឹងមកទល់ពេលនេះតាំងពីឆ្នាំ1970មកដល់2025នេះអត់ទាន់មានប្រវត្តិសាស្ត្រទេខ្ញុំកំពុងសរសេរមិនទាន់ចប់ពីព្រោះទាំងអស់គ្នាកំពុងឆ្លោះបើកំពុងឆ្លោះអញ្ចឹងមានអាណាសរសេរឲ្យជាតិកើតមានក្រុមណាសរសេរឲ្យស្ថាប័នឲ្យប្រទេសជាតិកើតបានសរសេររៀងខ្លួនតែប៉ុណ្ណឹងរៀងខ្លួនយកជាការបានទេគ្រាន់តែគំនិតថាឬគេថាសរសេរតាមស្រង់ពីនេះស្រង់ពីនោះដោយមិនមានការត្រួតពិនិត្យពីរដ្ឋាភិបាលខ្លួនឯងអត់យកជាការទេអានឹងគ្រាន់តែបាត់ពំនោលឬបាត់ពណ៌នារឿងប្រឡំលោកតាវាមិនទាន់កើតជាប្រវត្តិសាស្ត្រទេព្រោះវាអត់មានអ្នកណាអត់មានរដ្ឋពិនិត្យអញ្ចឹងលោកសុកទួយឲ្យសំអានទៅរៀនប្រវត្តិសាស្ត្រទៀតក៏អត់ត្រូវដែរព្រោះខ្មែរអត់ទាន់មានប្រវត្តិសាស្ត្រទេពីឆ្នាំ70មកដល់2025 55ឆ្នាំនេះអត់មានក្រមប្រវត្តិសាស្ត្រជាតិទេមានលើកមុនឆ្នាំ70ប្រវត្តិសាស្ត្រទាំងអស់នោះសរសេរដោយបារាំងខ្មែរសរសេរក៏ដោយប៉ុន្តែខ្មែរសរសេរក្រមនឹមបារាំងសរសេរតម្រូវតែចិត្តបារាំងប៉ុណ្្នឹងទេបើមិនសរសេរយកចិត្តបារាំងគក់លើហើយអញ្ចឹងប្រវត្តិសាស្ត្រមុនឆ្នាំ70យកជាការអត់បានទេព្រោះសរសេរក្រមនឹមអាណានិគមអញ្ចឹងមកទល់ពេលនេះខ្មែរអត់ទាន់មានប្រវត្តិសាស្ត្រសម្រាប់សិក្សាទេកុំថាឡើយដល់ប្រវត្តិសាស្ត្រសូម្បីតែរដ្ឋធម្មនុញ្ញក៏អត់ទាន់មានដែរអាចចូលមកជ្រុងទៀតដែលគេថាការពាររដ្ឋធម្មនុញ្ញនោះការពាររដ្ឋធម្មនុញ្ញអីរដ្ឋធម្មនុញ្ញដែលជាផ្លូវការក្រោយឆ្នាំ1991ដែលត្រូវការពារជាផ្លូវការនោះរដ្ឋធម្មនុញ្ញជាផ្លូវការដែលត្រូវការពារយ៉ាងបដូរផ្ដាច់នោះគឺរដ្ឋធម្មនុញ្ញ
ដែលកើតពីសភាធម្មនុញ្ញ120នាក់ហើយដែលសរសេរ3ខែបន្ទាប់ពីថ្ងៃបោះឆ្នោតហើយសរសេរតាមប្រព័ន្ធប្រជាធិបតេយ្យសេរីភូប៉ាសរសេរ3ខែបន្ទាប់ពីថ្ងៃបោះឆ្នោតឧទាហរណ៍បោះឆ្នោតថ្ងៃ21ឧសភាបោះឆ្នោតរើសសភាធម្មនុញ្ញថ្ងៃ21ឧសភាឆ្នាំ1993ស្អែកឡើងថ្ងៃ22ប្រមូលគ្នាមកសរសេរប្រមូលមិនទាន់នឹងបានផងស្អែកឡើងបន្ទាប់មកទៀតថ្ងៃ23ឧសភាអបគុំក្តឹងអបគុំអស់2ខែកន្លះមិនក៏មិនមាននៅឃើញកន្លែងហ្នឹងមានសភាណាសរសេរឃើញអត់ទេហើយបើអត់ទេរដ្ឋធម្មនុញ្ញនោះវាចេញពីណាវាចេញពីចោខ្ញុំប្រាប់ឲ្យតាវាជារដ្ឋធម្មនុញ្ញចោអញ្ចឹងតើការពារបានប្រយោជន៍អីព្រោះវាមិនមែនវាជារដ្ឋធម្មនុញ្ញក្រៅផ្លូវការវាជារដ្ឋធម្មនុញ្ញក្រៅស្បូនកិច្ចព្រមព្រៀងប៉ារីសរដ្ឋធម្មនុញ្ញដែលកើតពីស្បូនកិច្ចព្រមព្រៀងប៉ារីសគឺរដ្ឋធម្មនុញ្ញដែលសរសេរដោយសភាធម្មនុញ្ញ120នាក់ហើយយក120នាក់នៅខ្ញុំបានសរសេរផងអបគុំអស់2ខែកន្លះហើយយើងមានរដ្ឋធម្មនុញ្ញណាអញ្ចឹងវាមានតែចោលវាការពាររដ្ឋធម្មនុញ្ញចោលអញ្ចឹងរដ្ឋធម្មនុញ្ញនេះឲ្យបោះចោលទៅកុំយកជាការប្រាប់យូរណាស់ហើយនៅយកមិននិយាយទៀតកុំចង់ឌឺកាយព្រោះអីរដ្ឋធម្មនុញ្ញនេះវាការពារអំណាចចោលរដ្ឋធម្មនុញ្ញវាការពារអំណាចចោលលួចសរសេរនៅអាមេរិកណែសេ4-5នាក់ទេគាត់ថាផែនទីនឹងវាប៉ះពាល់ដល់មាត្រាទី2ទីអីទី2ក៏ដោយទីប្រមាណក៏ដោយវាខុសទាំងអស់ហ្នឹងព្រោះរដ្ឋធម្មនុញ្ញនោះវាខុសវាមិនខុសត្រឹមមាត្រាទេវាខុសទាំងរដ្ឋធម្មនុញ្ញមួយទាំងមូលបើចង់ដឹងច្បាស់សួរសំរងស៊ីនេះឃើញឈ្មោះនៅក្នុងនឹងគណៈកម្មការអ្នករៀបរៀងអចិន្ត្រៃយ៍រដ្ឋធម្មនុញ្ញអីសួរទៅបានទៅសរសេរពីកាលសួរឲ្យច្បាស់ទៅរហូតដល់សំរងស៊ីខ្លួនឯងនឹងថាអនុវត្តកិច្ចព្រមព្រៀងប៉ារីសគោរពរដ្ឋធម្មនុញ្ញសួររដ្ឋធម្មនុញ្ញនឹងសំរងស៊ីសរសេរណៃណាគ្នាប្រមាណ24នាក់នោះសួរទៅឲ្យឆ្លើយមករដ្ឋធម្មនុញ្ញចោលសោះហ្នឹងណាខ្ញុំបានដឹងពីមិនទាន់មានក្របម្លេះសរសេរឲ្យយកមកដាក់ទៀតខ្ញុំដូច្នេះកុំអាងរដ្ឋធម្មនុញ្ញហ្នឹងព្រោះវាមិនមែនកិច្ចព្រមព្រៀងប៉ារីសទេរដ្ឋធម្មនុញ្ញនេះវាកើតក្រៅស្បូនកិច្ចព្រមព្រៀងប៉ារីសគឺចោលវាលួចសរសេរហើយវាទៅដាក់សបនិមិត្តថាដូចមាន24ឬ26នាក់ទេមានសំរងស៊ីអីជាគណៈកម្មការរៀបរៀងអចិន្ត្រៃយ៍រដ្ឋធម្មនុញ្ញនៅនឹងឯងសួរសំរងស៊ីឲ្យឆ្លើយរឿងនោះមកឃើញពិតហើយអូខេដូច្នេះការដែលយកផែនទីការដែលសំអានទៅអះអាងថាផែនទីហ្នឹងសន្និសីទសឺណែវក៏បានយល់ព្រមផែនទីដែលខ្ញុំក៏និយាយរំចង់រិចហើយរឿងអស់នោះផែនទីដែលភូមិសាស្ត្រឥណ្ឌូចិនរបស់ពុំពីឆ្នាំ1933មក53ហើយអះអាងថាសន្និសីទសឺណែវយល់ព្រមសន្និសីទសឺណែវយល់ព្រមអានឹងរឿងសឺណែវតើវាមិនមែនរឿងខ្មែរណាអត់ដែលគេបោះពុំពី33 35ហ្នឹងអានឹងផែនទីឥណ្ឌូចិនវាគ្រប់គិតគ្នាណាវាមិនអោយខ្មែរដឹងទេណា54ដឹងតែសឺណែវខ្មែរមិនទាន់ដឹងផងនោះខ្មែរអត់ទាំងដឹងគេបោះពុំផងផែនទីបារាំងសៀមគំនូរដ្ឋបាលបារាំងសៀមយួននោះអានឹងបារាំងសៀមយួនតែគេមិនអោយខ្មែរយល់ព្រមដឹងទេណាអត់ទេទៅយកអានឹងមកអាបានប្រយោជន៍ស្អី
ងាកទៅរកផែនទីដែលសម្ដេចឪយុទ្ធដាក់រឿងផែនទីអស់នេះត្រូវគិតមើលសិនក្មួយត្រូវគិតមើលសិនខ្ញុំក៏ប្រាប់រឿងហើយរឿងផែនទីដែលសម្ដេចឪយុទ្ធដាក់អង្គតម្កល់នៅអង្គការសហប្រជាជាតិនោះវាហេតុផលយ៉ាងម៉េចបានជាវាកើតរឿង181,000ហ្នឹងឆ្នាំ1953បារាំងបកលឯករាជ្យឲ្យខ្មែរឆ្នាំ1954សន្និសីទហ្សឺណែវកំណត់ឲ្យដកបរទេសទាំងអស់ចេញពីស្រុកខ្មែរតែមិនដឹងជាស្រុកខ្មែរនឹងនៅប៉ុណ្ណាផងហើយពេលហ្នឹងខ្មែរមានដឹងផែនទីនេះណាអត់ដឹងផែនទីឥណ្ឌូចិនហ្នឹងឯណា55បារាំងចេញទៅពេលបារាំងចេញទៅស្រាប់តែយួនខាងជើងថាគេទៅរំដោះដែនកូសាំងស៊ីនភ្លាមយើងមិនទាំងលឺអាដែនកូសាំងស៊ីននោះផងអានោះបារាំងបដូរឈ្មោះតាប្រៃនគរតាប៉ុន្តែបារាំងគេទៅនៅគេថាកូសាំងស៊ីនទៅហើយដល់បារាំងចេញទៅគេមិនបានលុបអាគំនូសរដ្ឋបាលនឹងទេគេទៅបាត់ទៅយួននេះគេឆក់ឱកាសគេថាគេទៅរំដោះដែនកូសាំងស៊ីនណាឲ្យរំដោះឲ្យនរណានៅពេលដែលយួនខាងជើងវាយយួនខាងត្បូងបណ្ដាលឲ្យអាយុនៅខាងក្នុងស្រុកខ្មែរចេញអត់រួចព្រោះអាខាងជើងអាខាងត្បូងវាច្បាំងគ្នាអាខ្មែរនៅខាងលិចនេះវាមានតែកើតឯណាហើយអាយុនៅខាងនោះក៏ទៅអាយុនៅកណ្ដាលក៏ទៅខាងនោះមកកើតប្រវត្តិសមុទ្រដូច្នេះវាច្រាលមកលិចទីដដែលសម្ដេចសីហនុ55ដាក់រាជដោយសារបារាំងអោយឯករាជ្យមិនបរិសុទ្ធដាក់រាជឲ្យសម្ដេចសីហនុដឹកនាំកម្ពុជាចូលអង្គការសហប្រជាជាតិចូលសមាជិកអង្គការសហប្រជាជាតិតាំងពីឆ្នាំ1955ដាក់ពាក្យសុំដាក់រាជរួចដាក់ពាក្យសុំចូលសមាជិកអង្គការសហប្រជាជាតិពីព្រោះបារាំងអោយឯករាជ្យមិនបរិសុទ្ធពីព្រោះសត្រូវឈ្លានពាននៅតែកកកកាយកិច្ចការផ្ទៃក្នុងប្រទេសអញ្ចឹងដាក់ពាក្យចូលសមាជិកអង្គការសហប្រជាជាតិឆ្នាំ1955គ្រាន់តែដាក់ពាក្យសុំអង្គការសហប្រជាជាតិកំណត់ឲ្យធ្វើកិច្ចការ3យ៉ាងមុននឹងគេទទួលយកកម្ពុជាជាសមាជិកទី1ឲ្យធ្វើស្ថិតិប្រជាជនកាលនោះ7លាននាក់ទី2ឲ្យធ្វើរដ្ឋធម្មនុញ្ញមិនប្រមាណមិនប្របាក់ទេសរសេរតែ2-3ខែក៏បានហើយបារាំងក៏សរសេរទុកឲ្យខ្លះដែរសម័យសីហនុមិនចេះសរសេររដ្ឋធម្មនុញ្ញទេយើងយករដ្ឋធម្មនុញ្ញដែលបារាំងសរសេរទុកឲ្យបារាំងចេញទៅនោះហើយទី2ទី3គេតម្រូវឲ្យធ្វើផែនទីព្រំដែននេះវាយូរណាស់ទី3ណាព្រោះយួនខាងជើងយួនខាងត្បូងវាច្បាំងគ្នាទៅវាអត់ឈប់ដល់អត់ឈប់ទៅឯនេះយករកផែនទីអត់មានតាមពិតត្រូវយកផែនទីបូរណភាពទឹកដីមកប៉ុន្តែវាអត់មានដោយសារយួនវារវល់ច្បាំងគ្នាតាំងពី55 56 57 58 59 60 61 62បារាំងគេឲ្យធ្វើ10ឆ្នាំកិច្ចការទាំង3មិញហ្នឹង10ឆ្នាំស្ថិតិ1រដ្ឋធម្មនុញ្ញ1ផែនទីព្រំដែន1 3មុខហ្នឹងឲ្យធ្វើ10ឆ្នាំបានគេសម្រេចឲ្យចូលឬមិនឲ្យចូលដល់ពេលបានស្ថិតិប្រជាជនហើយបានរដ្ឋធម្មនុញ្ញហើយតែវាអត់ផែនទីខ្វះមួយហ្នឹង
ដោយសារយួនខាងជើងយួនខាងត្បូងច្បាំងគ្នាអត់ឈប់អត់មានផែនទីឃើញយួនគេឆ្លាតទេដល់អត់ឈប់តាំងពី55 56 57 58 59 60 61 62ខ្វះតែ3ឆ្នាំទៀតគ្រប់10ឆ្នាំព្រោះដាក់ពី55វាត្រូវ10ឆ្នាំដល់65អញ្ចឹងវាកាន់តែយូរពេកហើយមិនដឹងបានផែនទីអីយកក៏យកផែនទីរដ្ឋបាលដែលហៅថាកន្ទុយនេះអីនេះអានឹងផែនទីរដ្ឋបាលបារាំងទេមិនមែនផែនទីប្រទេសកម្ពុជាទេក៏យកអានឹងទៅដាក់នៅអង្គការសហប្រជាជាតិដែលយើងដឹងទន្ទិញគ្រប់គ្នាថា 181,035 គីឡូម៉ែត្រកន្លះនោះព្រោះវាជិតអស់ឆ្នាំ62បានយកទៅដាក់ខ្វះ3ឆ្នាំទៀតអស់ហើយបើចាំទៀតក៏មិនដឹងបានថ្ងៃណាដែរព្រោះយួនវាអត់ឈប់ច្បាំងនេះជាបញ្ហានេះជាដើមចំហើយបានយកទៅដាក់ឆ្នាំ62យកទៅដាក់ហ្នឹងគឺផែនទី 181,000 ថ្ងៃដែលយើងទន្ទិញរាល់មាត់នោះហើយដាក់62ដាក់ទាំងផែនទីដែលសក់អាគំនូហ្នឹងគំនូរដ្ឋបាលបារាំងទេមិនមែនផែនទីប្រទេសកម្ពុជាទេមិនមែនផែនទីប្រទេសកម្ពុជាទេដល់ពេលយកទៅដាក់នៅឆ្នាំ62យកដាក់ឆ្នាំ62ក៏គេមិនអនុម័តភ្លាមដែរទាល់តែចន្លោះពី63ទៅ65អស់69 63ទៅ69បានគេអនុម័តហើយមិនដឹងឆ្នាំណាទៀត63 69គេអនុម័ត69ក៏មិនដឹង64ក៏មិនដឹង65ក៏មិនដឹងតែចន្លោះពី63ទៅ69អនុម័តឲ្យខ្មែរចូលជាសមាជិកអង្គការសហប្រជាជាតិដោយបកទៅក្រោយបកទៅយកកំណត់ខ្មែរចូលសមាជិកអង្គការសហប្រជាជាតិពី55យកឆ្នាំដែលដាក់ពាក្យគ្រាន់តែអនុម័តបានដង្ហើមប្រមាណដង្ហើមផងសង្គ្រាមឆ្នាំ70បង្កើតឡើងទៀតតែចេះកើតឡើងទៀតដូច្នេះរឿងផែនទីដែលថាζើណែវសម្រេចអីហ្នឹងគេលុបចោលអស់ហើយសំបីផែនទីរូបកន្ទុយនេះចំពោះទាក៏លុបចោលអស់ដែរនៅណាលុបចោលកិច្ចព្រមព្រៀងប៉ារីសមកខៈឃើញទេស្ដាប់បានទេមកខៈអស់ហើយអញ្ចឹងនៅពេលដែលចុះហត្ថលេខានោះ$23ហ្នឹងគឺចុះហត្ថលេខាដើម្បីលុបទាំងអស់ហ្នឹងលុបដែលបារាំងមិនបានលុបហ្នឹងដែលបារាំងគូសផែនទីរដ្ឋបាលនោះរដ្ឋបាលមិនមែនរដ្ឋាភិបាលទេគំនូសរដ្ឋបាលគូសធ្វើអីបារាំងគូសចែកគ្នាគ្រប់គ្រងហើយនឹងចែកគ្នាឲ្យសៀមឲ្យយូននៅម្ខាងកុំឲ្យវាច្បុកច្បល់ហើយបារាំងងាយទាពន្ធដារអញ្ចឹងគំនូសបណ្ដោះអាសន្នរបស់បារាំងទេបារាំងគូសក្នុងនាមអីក្នុងនាមអាណានិគមអ្នកណាឲ្យបារាំងទៅដាក់អាណានិគមអត់មានអ្នកណាឲ្យដាក់ទេសម្ដេចអង្គឌួងប្របាទអង្គឌួងសូមឲ្យបារាំងទៅធ្វើអាណាព្យាបាលពី1863នៃអង្គឌួងសេសម្បត្តិរួចសគត់ទៅឆ្នាំ1860ព្រះអង្គសគត់ទៅឆ្នាំ1863បានបារាំងទៅដល់ដូរព្រៃនគរទៅជាកូសាំងស៊ីនបារាំងនៅដីកូសាំងស៊ីនបាន20ឆ្នាំដល់ឆ្នាំ1883បារាំងដូរទៅអាណានិគមដូរខ្លួនឯងឆ្នាំ1904 1907បានគូសអីផែនទីចែកគ្នាពួននោះយកពួននោះហើយដូច្នេះរូបរបស់អស់នេះយ៉ាងម៉េច
ដល់55ប្រាំងចេញទៅមិនបានលុបអាគំនូសហ្នឹងចោលដោយសារត្រូវដងត្រូវផ្លែរវាងសួនយួននឹងសៀមអីគូសផងបោះបង្គោលទៅនេះទៅនោះអីបោះតាមសវឹងនោះបោះចិត្តឯងនោះបារាំងអត់មានសិទ្ធិចែកដីកម្ពុជាឲ្យអ្នកណាទេអាណានិគមអត់មានសិទ្ធិទេព្រោះទៅសង្កត់កម្ចាស់គេឲ្យគូសដីយកខ្លួនឯងអត់មានសិទ្ធិទេដូច្នេះមិនពិបាកទៅយកផែនទីពីបារាំងសល់ពីបារាំងអីទេឆ្នាំ91បារាំងលុបចោលអស់ហើយក្នុងនាមសហប្រធានកិច្ចព្រមព្រៀងប៉ារីសទៀតដូច្នេះក្រោយថ្ងៃ23ដុល្លារ1991កម្ពុជាយ៉ាងនេះហើយកម្ពុជាឈ្មោះថាកម្ពុជាប្រើតាំងពីសម័យអង្គឌួងសតវត្សទី18ឈ្មោះកម្ពុជាមិនមែនទៅប្រើឈ្មោះកម្ពុជាត្រឹម55ទេមើលប្រាក់អង្គឌួងទៅឃើញហើយឃើញដាក់កម្ពុជាសម័យអង្គឌួងហើយប្រាក់កាក់ក៏ដាក់ឈ្មោះកម្ពុជាដែរអក្សរកដូចលេខ3ដាក់សក់កមកដាក់សញ្ញោសញ្ញាពីលើគឺយើងប្រើឈ្មោះកម្ពុជាតាំងពីសតវត្សទី18ដែលពីដើមមកថាហ្វូណននគរភ្នំចិនឡាអីហ្នឹងឈប់ប្រើកុកស្រូបអីហ្នឹងឈប់ប្រើមកចាប់ប្រើកម្ពុជាត្រឹមសម័យអង្គឌួងអញ្ចឹងនៅពេលដែលសន្និសីទស៊ើណែវឲ្យបរទេសចេញផុតពីកម្ពុជានោះគឺកម្ពុជា1,263,322 គីឡូម៉ែត្រកាឡាមិនមែន181,000មិនមែនទេដូច្នេះបូរណភាពទឹកដីខ្មែរគឺ1,263,322 គីឡូម៉ែត្រកាឡាអត់មានព្រំដែននៅកណ្ដាលទេលុបអស់ហើយដូច្នេះអត់ចាំបាច់ទៅយកអាផែនទី1លើ100លើ200អីមកនិយាយទេអា100លើ100 1លើ200 3អីស្នានៃនោះអានឹងគេច្រាំបូរណភាពទឹកដីខ្មែរចែកគ្នាយើងមកចែកអីដែរមិនបានទៅកំពូលដីឯងចែកឲ្យគេដែរឈប់និយាយទៅរឿងຂະຫນາດផែនទីព្រោះអានោះជាវិធីគេពុះជ្រៀកបូរណភាពទឹកដីខ្មែរឲ្យបរទេសតាហើយបើការពារបូរណភាពទឹកដីខ្មែរបើថាការពារបូរណភាពទឹកដីខ្មែរមិនក៏មកគូសបន្ទាត់ព្រំដែនកណ្ដាលភូមិឃើញខុសទេអត់ត្រូវការទេកិច្ចព្រមព្រៀងប៉ារីសអត់ត្រូវការຂະຫນាត់ណាទាំងអស់គឺត្រូវការបរិវេណនេះបរិវេណខាងហ្នឹងបរិវេណមកជុំហ្នឹងមកលឿងហ្នឹងមកជាលឿងហ្នឹងអាហ្នឹងហៅបរិវេណចំណែកឯផ្ទៃក្នុងចាំយើងអនុវត្តកិច្ចព្រមព្រៀងប៉ារីសមានរដ្ឋាភិបាលកម្ពុជាថ្មីគូសទៅបែងកាឡាទៅបែងកាឡាដីឯងបែងដីឯងលើដីឯងទៅកុំទៅយកផែនទីគេមកដាក់លើដីឯងហើយកាត់ទឹកដីឯងឲ្យគេហើយថាការពារបូរណភាពទឹកដីមិនទាំងស្គាល់បូរណភាពទឹកដីផងបើយ៉ាងក្មួយជំនាន់ក្រោយទំពាំងស្នងរស័យយើងត្រូវស្គាល់អ្វីដែលហៅថាបូរណភាពទឹកដីបូរណភាពទឹកដីគឺដីដើមដីកំណើតបូរណៈនឹងគឺបុរាណបូរណៈនឹងគឺបុរាណសរសេរបូរណៈទៅហើយទាញស្រៈអាពីរោលើរោពីចេញពីរោមកកើតបុរាណហើយបូរណៈរណៈនឹងបូរាណានឹងណាបុរាណនឹងណាស្អីនិយាយដូចព្រោះម្លេះការពារបូរណភាពទឹកដីការពារបូរណភាពទឹកដីមកទៅជ័យគ្នាឬកណ្ដាលភូមិឃើញទេ
ចេញមកតែគំនិតបណ្ឌិតឯកឧត្តមមន្ត្រីផ្សេងគ្មានយល់អីទាំងអស់យូរតែឆ្លោះតែគ្នាឯងឲ្យតែគេចំណេញហើយដូច្នេះរឿងដែលនិយាយថា85កម្ពុជាអត់មានចេះអត់មានផែនអត់មានកៅអីនៅអង្គការសហប្រជាជាតិអ្នកណាប្រាប់អ្នកណាបង្រៀនថាអញ្ចឹងកម្ពុជាដែលទៅមកព្យួរកៅអីនៅឆ្នាំ1900ដែលខ្ញុំតាក់ទងទៅបុស្តិត្រកាលីឆ្នាំ1997 98អីហ្នឹងតាអានឹងខ្ញុំតាតាក់ទងទៅបុស្តិត្រកាលីឲ្យព្យួរកៅអីសិនពីព្រោះវារញ៉េរញ៉ៃអាចចុះទៅអនុវត្តកិច្ចព្រមព្រៀងប៉ារីសមិនបានអនុវត្តទេទៅជាឆ្លោះគ្នាទៀតអញ្ចឹងឲ្យព្យួរកៅអីសិនព្យួរបានមួយឆ្នាំហើយតារ៉ាន់រិតទៅលើកើចូលទៅយកវិញនោះអូខេនេះកុំនិយាយប្រៀបដែរឆ្នាំ85កៅអីនៅអង្គការសហប្រជាកៅអីកម្ពុជានៅអង្គការសហជាតិគឺកម្ពុជាប្រជាធិបតេយ្យកៅអីកម្ពុជាប្រជាធិបតេយ្យមិនថាអត់មិនក៏និយាយចូលចិត្តបង្ខូចគេម្លេះឈប់និយាយណានិយាយតែបង្ខូចគេអត់ដឹងអីហើយចេះតែមកនិយាយទៅព្រះសម្រាប់អញ្ចឹងទៅមិនក៏ថាអត់លន់ណុលអត់មានកៅអីនៅអង្គការសហប្រជាជាតិទេពីព្រោះរដ្ឋបហារដ្ឋាភិបាលកើតពីរដ្ឋបហាអាយ៉ងភ្នំពេញអត់ដែលមានកៅអីនៅអង្គការសហប្រជាជាតិទេកំពូល5នោះប្រាសាទអង្គរកំពូល5នោះព្រោះវាជារបបយួនឈ្លានពានលើកបន្ទប់គេមិនអោយដាក់នៅអង្គការសហប្រជាជាតិទេទើបវាឆក់93ធ្វើរាជរដ្ឋាភិបាលនេះឯងវាប្រើរាជរដ្ឋាភិបាលដើម្បីអីដើម្បីបានវាកាន់រាជរដ្ឋាភិបាលហើយមានកៅអីនៅអង្គការសហប្រជាជាតិបើចំតួអាយ៉ងទៅម្ដងគ្មានមុខទេគ្មានមុខទៅដល់ទងនៅអង្គការសហប្រជាជាតិទេព្រោះច្បាប់អង្គការសហប្រជាជាតិរដ្ឋាភិបាលដែលកើតពីរដ្ឋបហានេះមួយរដ្ឋាភិបាលដែលកើតពីបរទេសឈ្លានពានលើកបន្ទប់នេះមួយគេអត់ឲ្យដាក់ទេបច្ចេកពីណាមកថា85កម្ពុជាអត់មានកៅអីនៅអង្គការសហប្រជាជាតិហើយខ្លះថាឆ្នាំ70ក៏អត់មានដែរចេញអាក្បួននឹងមកទៀតដែរសីហនុកាន់កៅអីតាំងនៅអង្គការសហប្រជាជាតិតាំងពី55ឆ្នាំ70មុននឹងឲ្យលន់នល់ធ្វើរដ្ឋប្រហារសីហនុដូរឈ្មោះរដ្ឋាភិបាលរួចទៅហើយថ្ងៃ5មករាឆ្នាំ1970ដែលពីដើមមកស្របកាន់ថារាជរដ្ឋាភិបាលកម្ពុជាសម្ដេចសីហនុដូរទៅជារាជរដ្ឋាភិបាលបង្រួមជាតិកម្ពុជាហៅកាត់ថាក្រុងនឹងហើយកាន់កៅអីនៅអង្គការសហប្រជាជាតិរណសេរីរួមជាតិកម្ពុជាសម្រាប់ប្រើលើផ្ទៃប្រទេសអត់មានទងទេគឺនៅក្រោមទងក្រុងទាំងអស់គ្នាមើលឲ្យជាក់សិនចាំញាក់ចិញ្ចើមតាមមកតែបង្ខូចទៅកម្ពុជាសោះអ៊ូនឯងតការពារបូរណភាពទឹកដីបូរណភាពទឹកដីណោះនៅចម្ប៉ានៅភូមានៅម៉ាឡាយូនៅសមុទ្រចិនខាងត្បូងនោះអានឹងបូរណភាពទឹកដីមិនបូរណភាពទឹកដីមកវាស់ដីបោះបង្គោលគ្នានៅប្រាសាទតាមិនតាកបីអីទេអានឹងមិនបូរណភាពទឹកដីទេអានឹងមិនបូរណភាពទឹកដីទេអានឹងនោះមិនបុរាណទេមិនបូរណៈទេអានឹងសម័យទៅអានឹងចូលវាប្លន់ទៅវាអង្គលអាលិចអង្គលទៅកើតអាកើតអង្គលទៅលិចនឹងអានឹងចូលវាប្លន់ទៅ
ហើយមកគូដីឲ្យចោលដែរគេឈប់គូដែរណាឈប់និយាយទៅនិយាយមកបែបនេះគឺមើងងាយកម្ពុជាណាមើងងាយកម្ពុជាណាហើយធ្វើអីអ្នកចំណាប់ណាមកការពារបូរណភាពទឹកដីនៅកណ្ដាលភូមិនោះដូច្នេះនេះជាមេរៀនដែលក្មួយត្រូវដឹងអំពីការដែលគេជជែកគ្នាសួរចោតឆ្លើយគ្នាហើយបំភ្លៃការពិតពីបូរណភាពទឹកដីមិននៅត្រឹមព្រំដែនគូសបណ្ដោះអាសន្នអីហ្នឹងអត់ទេអត់ត្រូវគូសអីទាំងអស់អត់ត្រូវគូសអត់ត្រូវបោះបង្គោលបណ្ដោះអាសន្នអីទេហើយឮសូរថាលោកអ៊ុំសំអានហ្នឹងជាអ្នកនៅក្នុងខ្ញុំមិនប្រកាសទេអ៊ុំសំអាននេះជានៅក្នុងរដ្ឋអីគេហៅរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ផងហ៎បើនៅក្នុងនឹងមែនលោកអ៊ុំសំអានសូមដកពាក្យនឹងចេញក្នុងមួយអាទិត្យនេះលោកកុំយក$23ទៅលេងសើចអញ្ចឹងព្រោះយើងត្រូវអនុវត្តកិច្ចព្រមព្រៀងប៉ារីស$23ដែលនិយាយនេះនិយាយប្រាប់អ្នកដែលចង់ត្រូវការធ្វើតាមកិច្ចព្រមព្រៀងប៉ារីស$23លោកដែលមិនធ្វើតាមកិច្ចព្រមព្រៀងប៉ារីស$23ហើយចង់និយាយអីនិយាយចោះធ្វើអីទៅចោះតែកុំយក$23ទៅប្រឡូកប្រឡាក់ជាមួយនឹងដំណើរអគតិរបស់លោកអគតិខ្លាំងណាស់ប្រាប់គ្នាលោកឲ្យដកឈ្មោះរដ្ឋាភិបាលកម្ពុជាឯករាជ្យចេញព្រោះកម្ពុជាអត់ទាន់មានឯករាជ្យទេ$23មិនមែនជាថ្ងៃបង្កើតរដ្ឋាភិបាលស្អីនោះទេអត់ទេហើយដូច្នេះខ្ញុំកុំប្រើណាបើលោកនៅក្នុងនឹងមែនដកពាក្យនឹងចេញដកពាក្យកម្ពុជាឯករាជ្យនឹង$23រដ្ឋាភិបាលទុកចោះចង់បង្កើតអីបង្កើតចោះតាមហ៊ុនសែនឲ្យបង្កើតតែកុំយកឈ្មោះកម្ពុជាព្រោះវាវល់វែកអស់ហើយអាខាងក្នុងក៏ថារដ្ឋាភិបាលកម្ពុជាអាខាងក្រៅក៏រដ្ឋាភិបាលកម្ពុជាអញ្ចឹងមិនអាណាពិតប្រកបទេវាវិញមនុស្សអស់ហើយវិញต้องរដ្ឋាភិបាលក្រៅស្រុកទៀតអត់ដឹងឯណាព្រំដែនអត់ដឹងឯណាបូរណភាពទឹកដីទៅតែពីអស់ហើយទៅតែឯងចោះកុំយក$23ទៅផងប្រាប់គ្នាឲ្យដកពាក្យនឹងចេញក្នុងមួយអាទិត្យគឺពីថ្ងៃច័ន្ទម្សិលមិញដល់ថ្ងៃច័ន្ទក្រោយនេះទី8ធ្នូនេះណានេះបើលោកនៅក្នុងនឹងមែនហើយមិនពិបាកយករឿងផែនទីអីមកនិយាយទេមិនពិបាកតែកឹះកកាយទេព្រោះលុបចោលអស់ហើយបើកាលណាកឹះកកាយយកមកបានន័យថាលុបរំលោភលើកិច្ចព្រមព្រៀងប៉ារីសព្រោះកិច្ចព្រមព្រៀងប៉ារីសគេមកខៈអស់ហើយដែលលោកទៅកឹះកកាយហ្នឹងអានឹងឲ្យរំលោភលើកិច្ចព្រមព្រៀងប៉ារីសហើយតាំងខ្លួនឯង$23ហើយតាំងខ្លួនឯងកម្ពុជាឯករាជ្យហើយចេះតែដើរកឹះកកាយដែលកិច្ចព្រមព្រៀងប៉ារីសគេបញ្ចប់គេបិទគេផ្ដាល់ឯករាជ្យឲ្យខ្មែរហើយលោកយកទៅធ្វើលេងសើចប្រាប់គ្នាណាឲ្យដកពាក្យកម្ពុជាចេញដកពាក្យឯករាជ្យចេញព្រោះកម្ពុជាអត់ទាន់មានរដ្ឋាភិបាលទេមើលកិច្ចព្រមព្រៀងប៉ារីសទៀតទៅបើមានពេលបើអត់ទេឲ្យចោះកុំនិយាយកុំធ្វើអីឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងប៉ារីសព្រោះខ្ញុំកំពុងធ្វើការជាមួយនឹងអង្គការសហប្រជាជាតិជាមួយនឹង ICJ ជាមួយនឹងទំពាំងអូខេអញ្ចឹងកុំនិយាយទៀតក
ុំនិយាយរបៀបហ្នឹងទៀតកុំធ្វើអីប៉ះពាល់ដល់កិច្ចព្រមព្រៀងប៉ារីសឲ្យសោះអូខេបើអញ្ចឹងបែរមកមួយទៀតក្មួយបើយើងស្ម័គ្រចិត្តយើងយល់ពីខ្លឹមសារកិច្ចព្រមព្រៀងប៉ារីសយ៉ាងនេះហើយហើយយើងចង់ធ្វើតាមកិច្ចព្រមព្រៀងប៉ារីសហើយសភាពការកម្ពុជាវា34 35ឆ្នាំស្អែកហើយត្រូវធ្វើយ៉ាងម៉េចហើយយើងនិយាយពីអ្នកដែលត្រូវការធ្វើតាមកិច្ចព្រមព្រៀងប៉ារីសត្រូវធ្វើយ៉ាងម៉េចបើទាំងអស់គ្នាក្នុងចំណោមអ្នកដែលប្រវេញែកដេញដោលគ្នាហ្នឹងមានអ្នកកិច្ចព្រមព្រៀងប៉ារីសដែរមានអ្នកចូលចិត្តថាមានអ្នកឆ្លើយថាយកកិច្ចព្រមព្រៀងប៉ារីសមកធ្វើដែរហើយទំពាំងអ្នកចំនួនក្រោយហើយនឹងអ្នកស្នេហាឯករាជ្យសន្តិភាពដទៃទៀតយល់ព្រមថាធ្វើតាមកិច្ចព្រមព្រៀងប៉ារីសដែរត្រូវធ្វើម៉េចឥឡូវពេលវាហួសដល់34 35ឆ្នាំហើយត្រូវធ្វើម៉េចដើម្បីអនុវត្តកិច្ចព្រមព្រៀងប៉ារីសឲ្យបានអត់ពិបាកទេឲ្យតែពិតជាចង់ធ្វើតាមកិច្ចព្រមព្រៀងប៉ារីសទាំងអស់គ្នាសូម្បីនៅក្នុងចំណោមអ្នក 3-4 អ្នកដែលជជែកគ្នានឹងក៏ដោយឲ្យតែថាស្ម័គ្រធ្វើតាមកិច្ចព្រមព្រៀងប៉ារីសទាំងអស់គ្នាធ្វើបានស្អែកហ្នឹងក៏បានដែរធ្វើល្ងាចនេះស្អែកឡើងបានមកឥឡូវកម្ពុជាមក11យប់ហើយធ្វើឥឡូវទៅស្អែកឡើងប្រកាសធ្វើយប់នេះធ្វើកន្លះម៉ោងបានឲ្យតែស្ម័គ្រទាំងអស់គ្នាឲ្យតែពិតដោយស្មោះត្រង់ទាំងអស់គ្នាថាយកកិច្ចព្រមព្រៀងប៉ារីសមកអនុវត្តមែនអានេះខ្ញុំនិយាយចំពោះថាអ្នកមែនទេណាអ្នកអនុវត្តកិច្ចព្រមព្រៀងប៉ារីសមែនទេណាមានអ្នកថាឲ្យទៅរួចប្រមាត់ណាមានអ្នកបោកទេនិយាយពីអ្នកមែនទេតាធ្វើឥឡូវហ្នឹងស្អែកឡើងប្រកាសកើតស្អែកហើយធ្វើឥឡូវនេះស្អែកប្រកាសកើតភ្លាមឲ្យតែស្ម័គ្រថាទាំងអស់គ្នាអូខេធ្វើម៉េចក៏លឿនម្ល៉េះគេធ្វើ34ឆ្នាំហើយបានក៏កំសាក់ក៏លឿនមកព្រោះវារងវេដែលធ្វើ30ប្លាយឆ្នាំណានោះវារងវេធ្វើឲ្យវាត្រូវវេទៅមានតែខុសអីមានតែយូរស្អីគេទៅធ្វើឲ្យតើ93គេទៅឲ្យតើប៉ុន្តែរៀងមិនឲ្យគេធ្វើដោយសារអីដោយសារអាលួចបង្កើតរាជរដ្ឋាភិបាលហ្នឹងដោយសារលួចបង្កើតរាជរដ្ឋាភិបាលហ្នឹងហើយដែល UN គេអត់នៅតែកាលណាមានរដ្ឋាភិបាលហើយគេអត់នៅទេនេះជារបៀប UN ឲ្យតែមានរដ្ឋាភិបាលហើយគេអត់ចូលទៅជួយទេព្រោះគេទៅនឹងគេទៅជួយបង្កើតរដ្ឋាភិបាលបើយើងចេះបង្កើតបានហើយគេចេញវិញប៉ុណ្ណឹងតាឥឡូវបើពិតជាធ្វើមែនតោះធ្វើសរសេរក្តារមួយស្លឹកម៉ាក់មួយស្លឹកអីម៉ាក់មួយទំព័រមួយស្លឹកវាមាន2ទំព័រណាមួយស្លឹកនោះមាន2ទំព័រឥឡូវមិនពិបាក2ទំព័រទេម៉ាក់មួយទំព័រទេកន្លះទំព័របានណាកុំឲ្យខុសច្រើនសេច្រើននេះគេខុសច្រើនសេថ្មីសេថាយើងខ្ញុំទាំងអស់គ្នានេះសំដៅលើអ្នកអនុវត្តកិច្ចព្រមព្រៀងប៉ារីសណាសេបាក់សេអីច្រើនទេបាក់សេច្រើនយើងខ្ញុំទាំងអស់គ្នាយោងតាមសភាពការកម្ពុជាបច្ចុប្បន្នវាផ្ទុយនឹងកិច្ចព្រមព្រៀងប៉ារីសយើងសូមបដូរសភាពការកម្ពុជាឥឡូវនេះ
ឲ្យដូចឬឲ្យប្រហែលតែពាក្យអីខ្លួនឯងឲ្យដូចឬឲ្យប្រហែលឆ្នាំ1992វិញធ្វើសភាពការកម្ពុជាបច្ចុប្បន្ននេះឲ្យដូចឬឲ្យប្រហែលឆ្នាំ1992ឆ្នាំបន្ទាប់ពីចុះហត្ថលេខាកិច្ចព្រមព្រៀងប៉ារីសធ្វើឲ្យដូចឬឲ្យប្រហែលពីឆ្នាំ1992ចតុភាគីមានហើយកុំភ័យអីហើយទាំងអស់គ្នាចូលចតុភាគីឲ្យគ្រប់គ្នាចូលចតុភាគីហើយបដូរសភាពការកម្ពុជាឥឡូវឲ្យដូចឬឲ្យប្រហែលឆ្នាំ92ហើយម្នាក់ចូលមកចតុភាគីហើយឲ្យអង្គឲ្យអន្តៈទៅវិញទៅធ្វើការចាប់ពីដើមទីទៅដូចដែលទៅពី93ធ្វើការតាមលំដាប់ UN ហើយយើងចតុភាគីយើងធ្វើតាមចតុភាគី UN ធ្វើតាម UN មានមុខការរៀងខ្លួនអស់ហើយអញ្ចឹងគ្រាន់តែដូរទេគ្រាន់តែដូរសភាពការកម្ពុជាបច្ចុប្បន្នឲ្យដូចឬឲ្យប្រហែលកម្ពុជាឲ្យដូចឬឲ្យប្រហែលឆ្នាំ1992មានអីអត់អីមើល92មានយ៉ាងម៉េចឲ្យដូចឬឲ្យប្រហែលអញ្ចឹងអ្វីដែលមានបច្ចុប្បន្នអ្វីដែលមានឥឡូវនេះដែលវាអត់ពី92ត្រូវបញ្ចប់វាបង្អត់វាកុំឲ្យមានបែរឲ្យទៅ92វិញចឹង92មានអីធ្វើឲ្យដូចអញ្ចឹងតើតែឲ្យដូចអញ្ចឹងបានអន្តៈគេចុះទៅកើតមិនមែនមកដើរតងឲ្យអន្តៈគេទៅជួយបោះឆ្នោតសេរីយុត្តិធម៌មិនដឹងទៅតំបន់ហ្នឹងទេត្រូវធ្វើឲ្យសភាពការកម្ពុជាបច្ចុប្បន្នឲ្យដូចឬប្រហែលឆ្នាំ1992វិញឲ្យអន្តៈចុះទៅវិញគេទៅជួយបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីតាមពិតគេត្រូវធ្វើប្រហែលពី2ឆ្នាំកន្លះទៅ3ឆ្នាំបានដល់ពេលបោះឆ្នោតគេធ្វើឲ្យបរិយាកាសនយោបាយកម្ពុជាមានឯករាជ្យអព្យាក្រឹតសន្តិភាពគេបោះឆ្នោតបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីបានមានរដ្ឋធម្មនុញ្ញខ្ញុំសេហើយយុវសភាធម្មនុញ្ញសរសេររួចហើយម៉ាក់ភ័យទេនេះក្របរដ្ឋធម្មនុញ្ញថ្មីខ្ញុំលើកទៅវាពិចារណានេះក្របវារដ្ឋធម្មនុញ្ញកម្ពុជាប្រព័ន្ធប្រជាធិបតេយ្យសេរីភូប៉ាសរសេររួចហើយបាក់ភ័យទេពេលអន្តៈធ្វើការយើងបង្កើតសភាធម្មនុញ្ញហើយសភាធម្មនុញ្ញរៀបចំការបោះឆ្នោតបង្កើតរដ្ឋាភិបាលកម្ពុជាថ្មីមួយចំណែករដ្ឋធម្មនុញ្ញកម្ពុជាមួយថ្មីបានហើយសរសេរដោយខ្មែរទេរួចហើយនៅតែបោះពុំនឹងនេះអត់ប្រាក់បើមានប្រាក់បោះពុំតែស្អែកក៏បានដែរប៉ុន្តែអត់แล้วអត់ក៏ដល់សរសេរឲ្យទៅបានទៅតាមរោគប្រាក់បានចាំបោះទៅចឹងបដូរយប់នេះស្អែកឡើងប្រកាសមានវិទ្យុមានទូរទស្សន៍ប្រមាណផ្សាយទាំងអស់ផ្សាយបដូរសភាពការកម្ពុជាបច្ចុប្បន្នឲ្យដូចឬឲ្យប្រហែលឆ្នាំ1992ជាឆ្នាំបន្ទាប់ពីចុះហត្ថលេខារួចលើកិច្ចព្រមព្រៀងប៉ារីសចំណែកឯបូរណភាពទឹកដីកម្ពុជាបានវិញហើយលុបចោលព្រំដែនកណ្ដាលអស់ហើយបើចឹងនៅធ្វើអីដកកម្លាំងបរទេសឈ្លានពានគ្រប់ប្រភេទចេញពីកម្ពុជាដល់ប៉ុណ្្នឹងទេឲ្យអន្តៈគេទៅគេអនុវត្តអានឹងទៅវាចប់ទៅហើយវាអត់មានទេខ្មែរដេញថៃវាអត់មានទេ
ថៃដេញខ្មែរពីដីខ្មែរអត់មានទេកិច្ចព្រមព្រៀងប៉ារីសកាដោះស្រាយរួចអស់ហើយអត់មានទេថៃដេញខ្មែរឲ្យចេញពីដីខ្មែរអត់មានទេយួនដេញខ្មែរឲ្យចេញពីដីខ្មែរអត់មានទេតំបន់សអត់មានទេអត់មានទេយួនដេញខ្មែរចេញពីដីខ្មែរអត់មានទេថៃដេញខ្មែរឲ្យចេញពីដីខ្មែរមានតែខ្មែរដេញថៃឲ្យចេញពីដីខ្មែរមានតែខ្មែរដេញយួនឲ្យចេញពីដីខ្មែរតាមកិច្ចព្រមព្រៀងប៉ារីសគឺដកអត់ដេញដកអត់ដេញហើយអត់មានទេរបបចាស់នេះជាខ្លឹមសារពិតរបស់កិច្ចព្រមព្រៀងប៉ារីសមិនមែនលេងសើចអញ្ចឹងធ្វើទៅស្មាក់បរុនសានមិនបាក់ការពាររដ្ឋធម្មនុញ្ញនឹងទេរដ្ឋធម្មនុញ្ញនឹងខ្ញុំបានមុនស្មាក់មិត្តទៀតស្មាក់មិត្តបានក្រោយខ្ញុំទេដែលយើងជួបគ្នានៅសន្តាគារអង្គការសហប្រជាជាតិចិនទី21កាលពីថ្ងៃ4កញ្ញា1993នោះគឺខ្ញុំបានរដ្ឋធម្មនុញ្ញរួចទៅហើយអត់មានក្របអត់មានប្រែអង់គ្លេសអញ្ចឹងបាក់ការពារទេការពារទៅអីរដ្ឋធម្មនុញ្ញចោលហ្នឹងចាំមានស្មាក់មិត្តចោលដែរមានស្មាក់មិត្តចោលដែរតែបើដល់ខ្លួនចោលឈប់ធ្វើចោលទៅប៉ុន្តែខាងជាតិវិញមកបានសុខទាំងអស់គ្នាសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងពេលណាមួយតាមសភាពការតម្រូវអរគុណ